ប្រហែលថ្ងៃនេះឃើញជជែកគ្នាច្រើនរឿងការប្រាក់ថ្លៃខ្ចីប្រាក់ពីម្ចាស់បំណុលមកការប្រាក់កាប់ហត់ឈាមឧទាហរណ៍ការប្រាក់ 5% 10% 3% អញ្ចឹងណាអញ្ចឹងខ្ញុំក៏ឆ្លៀតពេលធ្វើវីដេអូនេះបន្តិចចែកជូនជាផលប្រយោជន៍ផ្នែកច្បាប់ពាក់ព័ន្ធទៅនឹងអត្រាការប្រាក់ដែលត្រូវបានកម្រិតមាននៅក្នុងប្រកាសរបស់ក្រសួងយុតិធម៌ឆ្នាំ2011បានចែងក្នុងប្រកាសមួយថាអត្រាការប្រាក់ដែលត្រូវបានកម្រិតមានកំណត់មិនឲ្យលើសពី 18% ក្នុងមួយឆ្នាំនេះខ្ញុំ highlight ពណ៌ស្លាទុំនេះអញ្ចឹង 18% ក្នុងមួយឆ្នាំបើយកមកគណនាជាខែគឺស្មើនឹង 1.5% ក្នុងមួយខែគេសួរទៀតថាចុះបើសិនណាជាយកលើសទៅមិនវិញបើយកលើសសូមទៅមើលនៅក្នុងមាត្រា585នៃក្រមរដ្ឋប្រវេណីក្នុងកថាខណ្ឌទី3គេបានចែងថាបើសិនបើភាគីបានកំណត់អត្រាការប្រាក់លើសពីអត្រាការប្រាក់ដែលត្រូវបានកម្រិតហ្នឹងគឺ 1.5% ក្នុងមួយខែឬក៏ 18% ក្នុងមួយឆ្នាំណាកិច្ចសន្យានៃភាគដែលលើសពីកម្រិតនៃអត្រាការប្រាក់នោះត្រូវទុកជាមុខៈពាក្យថាមុខៈយល់ទេណាគឺមានន័យថាវាអត់វាខុសមិនអាចយកមកប្រើប្រាស់បានរីឯអ្នកខ្ចីមានករណីយកិច្ចសងតែចំពោះប្រាក់ដែលត្រូវបានគណនាតាមអត្រាការប្រាក់ដែលត្រូវបានកម្រិតនោះតែប៉ុណ្ណោះ 18% ក្នុងមួយឆ្នាំណាឬក៏ 1.5% ក្នុងមួយខែរឿងអនុវត្តរបស់បងប្អូននៅខាងក្រៅគេរកតែ 3% គេយក 5% គេយក 10% អានោះរឿងបងប្អូននេះតែអ្វីដែលខ្ញុំអានគឺទស្សនវិជ្ជាច្បាប់